ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានមុខម្ហូបថ្មីប្លែកទៀតហើយគឺឆាទឹកដោះគោជាមួយសាច់គោជ្រលក់មួយទឹកប្រហុកឥឡូវគឺខ្ញុំដាក់ខ្ទឹមចូលដាក់ខ្ទះដាក់ខ្លាញ់ទៅហើយបន្ទាប់មកខ្ទឹមវាងក្រហមយើងចាក់សាច់គោចូលទៅហើយយើងចាក់ទឹកដោះគោចូលបន្តិចអ្នកទាំងអស់គ្នាចង់ដាក់គ្រឿងថែមក៏បានដែរបើខ្ញុំដាក់តែប្រេងខ្យងម្ល៉ាព្រាហើយនឹងរត់លីបន្តិចទេហើយនឹងទឹកស្អ៊ីវបន្តិចគ្រាន់តែឲ្យវាឈ្ងុយទេព្រោះយើងមិនយកវាញ៉ាំអញ្ចឹងទេយើងត្រូវយកវាជ្រលក់មួយទឹកប្រហុកឥឡូវយើងឆាវាឲ្យមកសកួរកុំឆ្អិនពេកហើយក៏កុំឆៅពេកដែររួចហើយយើងទុកវាមួយឡែកសិនយើងមកធ្វើទឹកប្រហុកខ្ញុំដាំទឹកចាល់ហើយខ្ញុំដាក់ប្រហុកចូលដល់ពេលប្រហុកពុះទៅគឺខ្ញុំកូរវាឲ្យរលាយសាច់ត្រីចេញអស់ហើយបានខ្ញុំត្រងវាយកតែទឹកប្រហុកឥឡូវគឺខ្ញុំមកកូរស្ករហ្នឹងមិនមែនកូរឲ្យក្រហមទេខ្ញុំគ្រាន់តែកូរវារៀងខាប់ទៅបើខ្ញុំចាក់ទឹកប្រហុកចូលហើយយើងកូរវាឲ្យឡើងពងចក្រងអញ្ចឹងទៅចាំយើងថែមទឹកប្រហុកចូលបន្ថែមទៀតហើយយើងដាក់គ្រឿងចូលទៅស្ករប៊ីចេងហើយនឹងម្ទេសប៉ុណ្ណឹងទៅហើយដោយសារគ្រឿងកលក្រៃអីគឺយើងចាំដាក់ក្រោយពេលវាត្រជាក់នេះទឹកប្រហុកខ្ញុំឥឡូវអាសាច់ដែលខ្ញុំឆាណាខ្ញុំយកមកចាក់វាដាក់ចានដើម្បីរៀបឲ្យវាឃើញស្អាតសិនសាច់ហ្នឹងគឺរសជាតិល្មមហើយឥឡូវគឺខ្ញុំមកឆាបន្លែសិនបន្លែខ្ញុំគឺមានផ្សិតអានេះដូចផ្សិតហ្នឹងធំប៉ុន្តែក៏ដៃខ្ញុំមិនដឹងគេហៅផ្សិតអីតែខ្ញុំហៅវាផ្សិតផ្លូវមាន់ទៅដោយសារវាតំណងខ្ញុំជៀនផ្សិតហ្នឹងជាមួយទឹកដោះគោដូចគ្នាហើយនឹងផ្សិតមួយប្រភេទទៀតខ្ញុំអត់ស្គាល់ឈ្មោះវាដូចគ្នាយើងចាក់ទឹកដោះគោអញ្ចឹងទៅខ្ញុំប្រើប្រេងអូលីវឆាវាហ្នឹងឲ្យជៀនវាហ្នឹងហើយយើងដាក់ទឹកដោះគោតិចពេលយើងធ្វើអញ្ចឹងទៅគឺផ្សិតយើងហ្នឹងវាចូលជាតិជាមួយទឹកដោះគោហ្នឹងវាឈ្ងុយទឹកដោះគោតិចហើយវាផ្អែមតិចទៀតនេះទៅពេលដែលយើងជ្រលក់មួយទឹកប្រហុកគឺឆ្ងាញ់ដិតជាប់មាត់ហ្មងឆ្ងាញ់ដូចយើងជៀនមួយប័រអញ្ចឹងនេះអាផ្សិតដែលខ្ញុំនិយាយហ្នឹងផ្សិតហ្នឹងឆ្ងាញ់ណាស់យើងដាក់វាចូលឆាដោយសារខ្ញុំចង់ឲ្យវាមានក្លិនឈ្ងុយជាងហ្នឹងបន្តិចខ្ញុំក៏ថែមខ្ទឹមបារាំងមកចំហៀងដើម្បីឆាជាមួយវាច្បល់មួយវាអញ្ចឹងដើម្បីយើងយកទៅជ្រលក់ជាមួយទឹកប្រហុកខ្ទឹមបារាំងគឺខ្ញុំដាក់ក្រោយឆាវាឲ្យវារៀងនិយាយទៅខ្ញុំឆាហ្នឹងមិនមែនឲ្យវាឆ្អិនលួយអីទេក៏គ្រាន់តែខ្ញុំឲ្យវាចូលជាតិជាមួយទឹកដោះគោបន្តិចចឹងអានេះខ្ទឹមបារាំងគឺខ្ញុំដាក់ចូលហើយឥឡូវហើយខ្ញុំមកធ្វើគ្រឿងគឺខ្ញុំបានហាន់អស់ហើយមានខ្ទឹមក្រហមកូរក្រៃម្ទេសហើយនឹងខ្ទឹមសឥឡូវខ្ញុំចាក់ទឹកប្រហុកចូលហើយខ្ញុំច្របាច់ក្រូចឆ្មាមកជូរគ្រាន់នេះខ្ញុំថតកាត់ទេខ្ញុំច្របាច់តែមួយកូរវាឲ្យសព្វហើយដួសដាក់ចានទៅចាំយើងរោយសណ្តែកដីនិយាយពីទឹកប្រហុកខ្ញុំហ្នឹងគឺឆ្ងាញ់ហ្មងអត់ប្រៃអត់សាបល្មមមុតតោះមកខ្ញុំដួសដាក់ចានអ្នកទាំងអស់គ្នាអាចសាកធ្វើបានឆ្ងាញ់ខ្ញុំនិយាយមែននេះរោយសណ្តែកដីមកហើយឥឡូវហើយនេះបន្លែខ្ញុំអត់បានថតបន្លែពេលដែលខ្ញុំរៀបទេកុំឲ្យវាស៊ីមកនេះហើយតើអ្នកទាំងអស់គ្នាទៅមើលខ្ញុំញ៉ាំទាំងអស់គ្នាសាច់គោជ្រលក់ទឹកប្រហុកជាមួយផ្សិតអានេះទឹកប្រហុកណាទឹកប្រហុកគ
cô lực cây sắp tới tầm hay làm cô lực cây như thế sập này dân ăn về cho mua thực đọt cô non sao có cái lụt bàn này không